សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយពាក់ព័ន្ធជាមួយនឹងការតម្លើង OpenSSX នៅលើអឺ SSX នៅលើអឺ Linux server អញ្ចឹងកុំឲ្យខាតពេលយូរគឺយើងអាចចូលទៅធ្វើដំបូងទៅអញ្ចឹងទី1 command ដែលយើងត្រូវប្រើគឺតាក់ទងជាមួយនឹង sudo apt update ហើយយើងវាយ password យើងមកអញ្ចឹងយើងចាំវាមកផ្លេសដើម្បីឲ្យវាតម្លើង package ដែលវា available អញ្ចឹងតាក់ទងជាមួយ command បន្ទាប់តាក់ទងជាមួយនឹង sudo apt install .y OpenSX server អញ្ចឹងយើងគ្រាន់តែវាយ command ហ្នឹងមកវានឹងធ្វើការ install OpenSX ឲ្យយើងអញ្ចឹង command បន្ទាប់គឺយើងអាចធ្វើការប្រើ command enable OpenSX របស់យើងវាយពាក្យ sudo systemctl enable now SSH អញ្ចឹងនៅពេលដែលយើង enable OpenSX ហើយយើងអាចមើល status ថាវាដើរអត់យើងប្រើ sudo systemctl status SSH អញ្ចឹងនៅពេលដែលយើងដឹងហើយយើងអាចធ្វើការប្រើ control C មកវិញមកវាដែរហើយអញ្ចឹងយើងអឺ comment ចុងក្រោយគឺយើងallow SSH នៅលើ firewall របស់យើងអូខេអញ្ចឹងវា enable rule ឲ្យយើងហើយអញ្ចឹងយើងអាចធ្វើការ connect សាកមើលបានដែលយើងអាចប្រើ PowerShell នៅលើកុំព្យូទ័រពិតរបស់យើងមកអញ្ចឹងយើងអាចសាកconnect វាទៅអឺ SSH យើងប្រើ SSH យើងវាយឈ្មោះ OS របស់យើង add ហើយវាយ IP 192.18.3.10យើងយក yes មក password របស់យើងអញ្ចឹងវានឹងចូលហើយយើងអាចធ្វើការ comment shutdown អញ្ចឹងមានន័យថាOpenSX របស់យើងគឺយើងធ្វើតម្លើងត្រូវហើយគឺវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ដែរចុងក្រោយគឺអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះ